ចូលកំចាត់អារម្មណ៍ខុសដែលបំផ្លាញខ្លួនយើងបើយើងធំធាត់ឡើងនៅក្នុងគ្រួសារដែលប្រើអារម្មណ៍អវិជ្ជមានវិធីច្រើនយ៉ាងដែលយើងអាចកំចាត់អារម្មណ៍ខុសឲ្យអស់ពីចិត្តនិងជីវិតរបស់យើងបានទី1រឿងដំបូងដែលយើងអាចធ្វើបានគឺការឈប់រិះគន់ខ្លួនឯងក្នុងន័យចិនពន្លិចចូលកុំរិះគន់ឬឲ្យអ្នកដទៃរិះគន់ខ្លួនយើងក្នុងន័យបំផ្លាញមិនថាជារឿងអ្វីក៏ដោយដំណាក់កាលទី2ក្នុងការកំចាត់អារម្មណ៍ខុសដែលកើតឡើងតាំងពីនៅក្មេងៗគឺមិនត្រូវឲ្យអ្នកណាមកបញ្ជាលើខ្លួនយើងដំណាក់កាលទី2ក្នុងការកំចាត់អារម្មណ៍ខុសគឺចូលកុំឲ្យអ្នកដទៃមានអារម្មណ៍ខុសដោយការប្រើការរិះគន់ជាឧបករណ៍ដំណាក់កាលទី3សំខាន់ណាស់គឺចូលអធ្យាស្រ័យវិធីមួយដែលអ្នកចូលដល់សមត្ថភាពរបស់ខ្លួនឯងបានគឺការរៀនអភ័យទោសទី1ដំបូងយើងត្រូវអភ័យទោសឲ្យឪពុកម្ដាយរបស់យើងដែលធ្វើឲ្យយើងមានអារម្មណ៍មិនល្អទី2យើងត្រូវអភ័យទោសដល់អ្នកដទៃដែលធ្លាប់ធ្វើឲ្យយើងមានអារម្មណ៍ឈឺចាប់ទី3យើងត្រូវអភ័យទោសឲ្យខ្លួនឯងក្នុងគ្រប់រឿងដែលយើងធ្លាប់ងងឹតល្ងង់និងដើរផ្លូវខុសប្រការចុងក្រោយបើយើងធ្លាប់ធ្វើឬនិយាយអ្វីមួយជាមួយនឹងអ្នកណាក៏ដោយដែលធ្វើឲ្យយើងមានអារម្មណ៍មិនសប្បាយចិត្តយើងត្រូវដើរចូលទៅនិយាយពាក្យសុំទោសទៅកាន់គេមានអារម្មណ៍អវិជ្ជមានមួយយ៉ាងដែលមើលទៅដូចជាមាននៅគ្រប់ទីកន្លែងនោះគឺក្តីបារម្ភក្តីបារម្ភជាផ្នែកមួយនៃសេចក្តីខ្លាចដែលកើតពីការមិនសម្រេចចិត្តដែលមានន័យថាបន្ទាប់ពីយើងសម្រេចចិត្តធ្វើរឿងអ្វីមួយដែលធ្វើឲ្យកើតក្តីបារម្ភសេចក្តីខ្លាចនឹងចាប់ផ្ដើមកើតឡើងក្តីបារម្ភជាការកំណត់គោលដៅអវិជ្ជមានវាជាការគិតការនិយាយការស្រមើស្រមៃក្នុងរឿងដែលយើងមិនត្រូវការឲ្យវាកើតឡើងវិធីមួយដែលអាចកម្ចាត់ក្តីបារម្ភបានគឺតាំងចិត្តប្រឈមមុខទទួលស្គាល់វានិងយកឈ្នះវាឲ្យបានការកម្ចាត់ក្តីបារម្ភវិធីដ៏អស្ចារ្យដែលប្រើបានផលបំផុតក្នុងការកម្ចាត់ក្តីបារម្ភគឺទី1កំណត់ឲ្យច្បាស់ថាអ្នកបារម្ភតាក់ទងនឹងរឿងអ្វីទី2សួរខ្លួនឯងថាតើលទ្ធផលអាក្រក់បំផុតនៃរឿងនេះជាអ្វីទី3ចូលធ្វើចិត្តនិងទទួលយកលទ្ធផលអាក្រក់បំផុតដែលអាចនឹងកើតឡើងទី4ធ្វើគ្រប់វិធីដើម្បីបញ្ជៀសមិនឲ្យរឿងដែលអាក្រក់បំផុតកើតឡើងបើអ្នកយកវិធីនេះទៅប្រើដើម្បីកម្ចាត់ក្តីព្រួយបារម្ភបើអ្នករៀនអភ័យទោសឲ្យមនុស្សគ្រប់គ្នាបើអ្នករៀនយកឈ្នះអារម្មណ៍ខុសហើយបើអ្នកចេះទទួលខុសត្រូវអ្នកនឹងអាចកម្ចាត់អារម្មណ៍អវិជ្ជមានចេញពីជីវិតរបស់អ្នកបានដោយគ្មានបញ្ហាទំនាក់ទំនងជាជំនាញដែលអ្នកអាចរៀនបានវាដូចជាការជិះកង់ឬការចុចកុំព្យូទ័របើអ្នកតាំងចិត្តហ្វឹកហាត់វាអ្នកនឹងអាចអភិវឌ្ឍគុណភាពគ្រប់ផ្នែកនៃជីវិតរបស់អ្នកបានយ៉ាងឆាប់រហ័សភាពស្ងប់នៃចិត្តជាសេរីភាពនៃសេចក្តីខ្លាចខឹងនិងអារម្មណ៍ខុសសេចក្តីខ្លាចគឺជាឫសគល់នៃបញ្ហាទាំងពួងសេចក្តីខ្លាចកម្រិតទាបធ្វើឲ្យយើងកើតក្តីបារម្ភពេលយើងខ្លាចនឹងធ្វើឲ្យយើងហូបមិនចូលគេងមិនលក់ដែលប៉ះពាល់ដល់សុខភាពផ្លូវកាយនិងចិត្តសេចក្តីខ្លាចកម្រិតខ្ពស់នឹងធ្វើឲ្យយើងកើតជំងឺសរសៃប្រសាទបានធ្វើឲ្យត្រជាក់ដៃត្រជាក់ជើងសម្លេងរញ៉េរញើដៃជើងគ្មានកម្លាំងនិងមានចិត្តមិននឹងណូសេចក្តីខ្លាចដ៏សំខាន់បំផុតសម្រាប់ភាពជោគជ័យមានពីរយ៉ាងគឺសេចក្តីខ្លាចបរាជ័យនិងខ្លាចភាពជោគជ័យរឿងខ្លាចភាពបរាជ័យមើលទៅដូចជាគ្មានហេតុផលអ្វីមកជំទាស់បានទេពីព្រោះភាពជោគជ័យដែលមនុស្សជាច្រើនចង់បានគឺជារឿងសំខាន់ជាងដូចជាការឡើងនិយាយនៅទីសាធារណៈការសុំឲ្យអតិថិជនបញ្ជាទិញម្ដងច្រើនជាដើមតែក្នុងរឿងខ្លាចភាពជោគជ័យមើលទៅដូចជារឿងខុសធម្មជាតិតែយ៉ាងណាក្តីពេលគិតឲ្យច្បាស់យើងគ្រប់គ្នាសុទ្ធតែខ្លាចភាពជោគជ័យព្រោះផ្លូវទៅរកភាពជោគជ័យពោរពេញទៅដោយឧបសគ្គតួយ៉ាងពេលមនុស្សម្នាក់ទទួលជោគជ័យខ្លាចជាបុគ្គលសាធារណៈទៅណាមកណាមានតែអ្នកតាមមើលបើគេធ្វើអ្វីខុសតែបន្តិចនឹងធ្វើឲ្យកើតរឿងក្តៅក្រហាយដល់ខ្លួនឯងឬក្រុមហ៊ុនរបស់គេមិនខានអ្នកខ្លះរកឃើញថាបើខ្លួនឯងទទួលការបញ្ជាទិញពីក្រៅប្រទេសចំនួនច្រើនគេប្រកាសជាហត់នឿយត្រូវគ្រប់គ្រងការផលិតជំនួសការដែលបានសម្រាកគ្រប់គ្រិនថែមទាំងត្រូវទទួលខុសត្រូវលើអ្នកដទៃជាច្រើនទៀតឬអ្នកខ្លះមានជំនឿរឿងសាសនាពួកគេជឿថាបើខ្លួនមានលុយច្រើនឬមានតំណែងការងារខ្ពស់ពួកគេនឹងគិតផ្ទុយពីគោលធម៌ដែលសាសនាបង្រៀនថាលៀបយួរលុយកាក់ជារបស់ក្រៅខ្លួន
ដែលកាន់តែធ្វើឲ្យពួកគេកើតកិលេសខ្លាំងឡើងហើយក៏ពិបាកនឹងរកផ្លូវរួចផុតពីកិលេសនោះខ្លាំងឡើងការខ្លាចភាពជោគជ័យជាមូលហេតុដែលធ្វើឲ្យមនុស្សដែលមានសមត្ថភាពធ្វើខ្លួនឲ្យគ្មានសមត្ថភាពពួកគេរស់នៅដោយសម្លឹងមើលភាពជោគជ័យកម្រិតទាបពួកគេមិនត្រូវការអ្វីដែលខ្ពស់ជាងនោះដូច្នេះបើអ្នកមានអារម្មណ៍ថាខ្លួនឯងចង់ទទួលជោគជ័យពិតប្រាកដអ្នកត្រូវតែរំលឹកប្រាប់ខ្លួនឯងថាខ្លួនមានសេចក្តីខ្លាចភាពបរាជ័យនិងខ្លាចភាពជោគជ័យតិចតួចបំផុតហើយរកវិធីកម្ចាត់វាចោលទាំងស្រុងចូលគិតហើយឆ្លើយនឹងសំណួរខាងក្រោមដើម្បីវាយតម្លៃខ្លួនឯងទី1តើឪពុកម្ដាយបង្ហាញការស្រឡាញ់ចំពោះអ្នកដែរឬទេទី2តើអ្នកនៅមានអារម្មណ៍ខុសពីទង្វើរបស់ឪពុកម្ដាយដែរឬទេទី3តើអ្នកគួរទទួលបានអ្វីល្អៗក្នុងជីវិតដែរឬទេទី4តើអ្នករិះគន់ខ្លួនឯងនិងអ្នកដទៃក្នុងផ្លូវអវិជ្ជមានដែរឬទេទី5តើអ្នកតែងតែមានក្តីបារម្ភដែរឬទេទី6តើអ្នកមានចិត្តចងអាឃាតដែរឬទេមនុស្សទូទៅចាប់ផ្ដើមជីវិតដោយអារម្មណ៍វិជ្ជមានតិចតួចបន្ទាប់មកវាក៏សន្សំច្រើនឡើងទៅតាមពេលវេលាដរាបណាដែលយើងមិនជំរុះវាចោលយើងនឹងមិនអាចយល់ច្បាស់ពីសក្តានុពលពិតប្រាកដរបស់យើងបានឡើយតើអារម្មណ៍អវិជ្ជមានទាំងនោះកើតពីណាវាកើតតាំងតែពីយើងនៅវ័យជំទង់ដោយហេតុផលពីរយ៉ាងគឺទី1រិះគន់ចិនពន្លិចរឿងនេះត្រូវផ្សំបណ្ដោះទៅក្នុងខួរក្បាលរបស់ក្មេងៗតាំងពីមុនអាយុ6ឆ្នាំដោយខួរក្បាលនឹងរួបរមពាក្យរិះគន់បន្ទាប់មកក៏ចាប់ផ្ដើមធ្វើឲ្យពាក្យសម្ដីនិងទង្វើបន្ទាប់របស់ក្មេងស្របទៅនឹងពាក្យរិះគន់ដែលចាក់ឫសនៅក្នុងចិត្តទី2ខ្វះការស្រឡាញ់ជាមូលហេតុទី2ដែលបង្កឲ្យកើតមានអារម្មណ៍អវិជ្ជមានផ្នែកដែលចាំបាច់3យ៉ាងដែលក្មេងត្រូវការដើម្បីឲ្យខ្លួនឯងកើតអារម្មណ៍ថាខ្លួនឯងបានទទួលក្តីស្រឡាញ់ពេញទំហឹងកឪពុកម្ដាយត្រូវស្រឡាញ់ខ្លួនឯងជាមុនក្មេងដែលធំធាត់ក្នុងស្ថានភាពដែលឪពុកម្ដាយមិនស្រឡាញ់គ្នានិងមិនយល់ខឪពុកម្ដាយត្រូវស្រឡាញ់ខ្លួនឯងជាមុនព្រោះមិនអាចទៅរួចទេដែលឪពុកម្ដាយស្រឡាញ់កូនច្រើនជាងស្រឡាញ់ខ្លួនឯងគោឪពុកម្ដាយមិនស្រឡាញ់គ្នាក្មេងដែលធំធាត់ក្នុងស្ថានភាពដែលឪពុកម្ដាយមិនស្រឡាញ់គ្នាពេលធំឡើងនឹងមិនយល់ពីក្តីស្រឡាញ់នោះទេខោឪពុកម្ដាយស្រឡាញ់ក្មេងរឿងនេះធ្វើឲ្យមានអារម្មណ៍ការស្រឡាញ់ពេញទំហឹងក្មេងដែលទទួលរងការរិះគន់ចិនពន្លិចនិងខ្វះការស្រឡាញ់នឹងចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងប្រកាសជាធ្វើអ្វីខុសឆ្គងអារម្មណ៍នេះនឹងជះឥទ្ធិពលចំពោះរូបភាពក្នុងឧត្តមគតិពេលដែលគេធំឡើងអារម្មណ៍ខុសជាអារម្មណ៍អវិជ្ជមានដ៏អាក្រក់ម្យ៉ាងនិងជាមូលហេតុនៃអារម្មណ៍ដែលមិនគង់វង្សអារម្មណ៍អវិជ្ជមានគឺជាមូលហេតុនៃភាពបរាជ័យក្នុងរឿងរៀបការធ្វើឲ្យកើតភាពបរាជ័យក្នុងរឿងទំនាក់ទំនងឪពុកម្ដាយជាច្រើនអ្នកបានបញ្ចូលអារម្មណ៍ខុសទៅក្នុងខួរក្បាលរបស់ក្មេងជាបន្តបន្ទាប់អ្នកដែលធំធាត់នៅក្រោមការចិញ្ចឹមមើលថែដោយអារម្មណ៍ខុសនឹងកើតអារម្មណ៍តូចទាបធ្វើខ្លួនមិនត្រូវនិងមានអារម្មណ៍ថាខ្លួនឯងមិនគួរទទួលបានអ្វីផ្សេងជាពិសេសអ្វីដែលល្អអារម្មណ៍ខុសនឹងមានផលម្យ៉ាងទៀតចំពោះបុគ្គលម្នាក់នោះគឺការបន្ទោសខ្លួនឯងនិងបារម្ភពីការរិះគន់របស់អ្នកដទៃលទ្ធផលនៃអារម្មណ៍ខុសម្យ៉ាងទៀតគឺនឹងចាញ់ប្រៀបអ្នកដទៃជានិច្ចលទ្ធផលចំណុចទី4គឺបុគ្គលនេះតែងតែប្រើពាក្យសម្ដីក្នុងលក្ខណៈដែលមិនជឿជាក់លើខ្លួនឯងដូចជាខ្ញុំចង់ខ្ញុំនឹងសាកមើលខ្ញុំធ្វើមិនបានទេខ្ញុំត្រូវតែខ្ញុំមិនបានតាំងចិត្តនឹងខ្ញុំសុំទោសដែលវាមិនមែនជាកំហុសរបស់ខ្ញុំនោះទេសុខភាពរឹងមាំនិងមានកម្រិតថាមពលខ្ពស់បើអ្នកគ្មានវាទេអ្នកមិនអាចរកអារម្មណ៍ពេញចិត្តពីជីវិតបានច្រើនឡើយសាកគិតទៅមើលថាបើថ្ងៃនេះអ្នកឈឺធ្មេញឈឺក្បាលហត់នឿយអស់កម្លាំងតើអ្នកនឹងមានអារម្មណ៍សប្បាយរីករាយនៅក្នុងពិធីជប់លៀងដែលអ្នកផ្សេងកំពុងសប្បាយដែរទេអ្នកប្រហែលជាធ្លាប់មានបទពិសោធន៍បែបនេះពីមុនមកតើអ្នកចង់ត្រឡប់ទៅផ្ទះសម្រាកឬអង្គុយស្ងៀមមិនចង់និយាយជាមួយនឹងអ្នកណាហើយបើទោះបីជាអ្នកត្រូវរង្វាន់ពីការចាប់ផ្ដើមក្នុងកម្មវិធីជប់លៀងនោះអ្នកប្រហែលជាគ្មានអារម្មណ៍ល្អដូចពេលដែលរាងកាយរបស់អ្នកមានសភាពល្អធម្មតាបានឡើយអ្វីដែលអាក្រក់ជាងនោះបើទោះបីជាអ្នកទទួលជោគជ័យមានលុយច្រើនមានតួនាទីការងារល្អតែសុខភាពរបស់អ្នកក៏ទ្រុឌទ្រោមអាចមកពីជំងឺមួយយ៉ាងដែលគ្មានអ្នកណាស្គាល់ជីវិតរបស់អ្នកនឹងលំបាកអ្នកមិនអាចប្រើលុយទិញសុខភាពបានទេផ្
ទុយទៅវិញអ្នកត្រូវតែចំណាយលុយច្រើនដើម្បីព្យាបាលដែលពេលខ្លះក៏មើលមិនជាផងទើបការថែទាំសុខភាពឲ្យរឹងមាំគឺជារឿងសំខាន់ខ្លាំងព្រោះវាអាចធ្វើឲ្យអ្នកទទួលបានសេចក្តីសុខក្នុងជីវិតហើយដែលសំខាន់ជាងនោះវាអាចធ្វើឲ្យអ្នកមានកម្លាំងចេញទៅធ្វើការឬក៏ចេញទៅធ្វើការងារផ្សេងៗដែលនាំមកនូវភាពជោគជ័យដល់ខ្លួនអ្នកនិងមនុស្សដែលអ្នកស្រឡាញ់ហេតុដូច្នេះហើយទើបអ្នកគួរតែថែទាំសុខភាពខ្លួនឯងឲ្យរឹងមាំជានិច្ចដោយការសម្រាកទទួលទានអាហារឲ្យបានគ្រប់គ្រាន់និងហាត់ប្រាណជាប្រចាំព្រោះយ៉ាងហោចណាស់រាងកាយដែលរឹងមាំក្នុងថ្ងៃនេះនឹងធ្វើឲ្យអ្នកមានប្រព័ន្ធការពារជំងឺបានចំណុចសំខាន់មួយទៀតគឺអ្នកត្រូវតែប្រុងប្រយ័ត្នខ្លួនមិនឲ្យធ្លាក់ទៅក្នុងបរិយាកាសដែលគ្រោះថ្នាក់ចំពោះសុខភាពមិនថារឿងជំងឺឈឺថ្កាត់ឬឧបទ្ទហេតុបើបរិយាកាសជុំវិញខ្លួនអ្នកធ្វើឲ្យសុខភាពរបស់អ្នកទ្រុឌទ្រោមជាងមុនចូលអ្នកផ្លាស់ប្ដូរបរិយាកាសជុំវិញខ្លួនជាថ្មីបើធ្វើមិនបានទេដូចជាអ្នកធ្វើការក្នុងរោងពុម្ពអ្នកត្រូវឧស្សាហ៍ពិនិត្យសុខភាពនិងធ្វើឲ្យរាងកាយរឹងមាំបំផុតតាមដែលអាចធ្វើទៅបានទំនាក់ទំនងល្អរឹងក្តីស្រឡាញ់ទំនាក់ទំនងនេះមានទាំងរយៈពេលវែងមានភាពស្និទ្ធស្នាលនិងការយល់ចិត្តអ្នកដទៃទំនាក់ទំនងរឿងក្តីស្រឡាញ់មិនសំដៅតែលើរឿងស្នេហាទេព្រោះក្តីស្រឡាញ់មានច្រើនបែបច្រើនយ៉ាងមនុស្សគ្រប់គ្នាកើតមកត្រូវការស្រឡាញ់និងការចង់ផ្ដល់ក្តីស្រឡាញ់ទៅឲ្យអ្នកដទៃអ្នកខ្លះផ្ដល់ក្តីស្រឡាញ់ដើម្បីទទួលបានក្តីស្រឡាញ់ត្រឡប់មកវិញអ្នកខ្លះផ្ដល់ក្តីស្រឡាញ់ដើម្បីបង្ហាញឲ្យភាគីម្ខាងទៀតដឹងពីក្តីស្រឡាញ់របស់ខ្លួនដែលចង់ឲ្យភាគីម្ខាងទៀតមានក្តីសុខក្តីស្រឡាញ់ក៏សំដៅដល់ក្តីមេត្តាករុណាដែរដោយតាមពិតទៅក្តីមេត្តាអាចផ្ដល់ឲ្យអ្នកតូចទាបឋានៈស្មើគ្នាឬខ្ពស់ជាងខ្លួនព្រោះអត្ថន័យពិតប្រាកដនៃពាក្យថាក្តីមេត្តាគឺក្តីស្រឡាញ់និងការសន្តោសប្រណីដូច្នេះយើងអាចផ្ដល់ក្តីស្រឡាញ់និងក្តីមេត្តាដល់មនុស្សគ្រប់គ្នាគ្រប់វ័យនិងគ្រប់ពេលវេលាមនុស្សបរាជ័យជាមនុស្សដែលមិនចេះផ្ដល់ក្តីស្រឡាញ់ដល់អ្នកដទៃហើយអ្នកខ្លះក៏មិនចេះផ្ដល់ក្តីស្រឡាញ់ឲ្យខ្លួនឯងផងជាទូទៅមនុស្សយើងនឹងស្រឡាញ់ខ្លួនឯងមុនតែក្នុងស្ថានភាពខ្លះយើងក៏បែរជាធ្វើបាបខ្លួនឯងជាងធ្វើបាបអ្នកដទៃដោយមិនដឹងខ្លួននៅក្នុងរយៈពេលវែងមនុស្សដែលបំផ្លាញសុខភាពខ្លួនឯងគឺជាមនុស្សដែលមិនបានផ្ដល់ក្តីស្រឡាញ់ឲ្យខ្លួនឯងទាំងដែលមានអារម្មណ៍ថាខ្លួនកំពុងផ្ដល់អ្វីដែលខ្លួនចូលចិត្តទៅឲ្យខ្លួនឯងក៏ដោយអ្នកដែលស្ដីបន្ទោសឬដាក់ទោសខ្លួនឯងពេលធ្វើអ្វីខុសបន្តិចបន្តួចក៏ចាត់ទុកថាជាមនុស្សមិនស្រឡាញ់ខ្លួនឯងដែរយើងត្រូវតែផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងឲ្យច្រើនជាងចាំឲ្យអ្នកដទៃមកផ្ដល់កម្លាំងចិត្តដល់យើងពេលយើងចេះស្រឡាញ់ខ្លួនឯងហើយត្រូវតែចេះស្រឡាញ់អ្នកដទៃដែរមិនថាមនុស្សជិតស្និទ្ធឬមនុស្សដែលយើងមិនស្គាល់ពេលយើងផ្ដល់ក្តីស្រឡាញ់ចេញទៅអ្វីដែលកើតឡើងមកលើខ្លួនយើងគឺក្តីស្រឡាញ់នោះនឹងកើតឡើងក្នុងចិត្តរបស់យើងនិងដក់ជើបនៅក្នុងចិត្តរបស់យើងរហូតធ្វើឲ្យកើតអារម្មណ៍ពេញចិត្តដែលនាំមកនូវកម្លាំងចិត្តដ៏អស្ចារ្យអ្នកដែលមិនចេះស្រឡាញ់អ្នកណាជាមនុស្សបរាជ័យព្រោះទោះជាបុគ្គលម្នាក់នោះជោគជ័យកម្រិតណាគេក៏គ្មានប្រយោជន៍ចំពោះពិភពលោកយើងដែរលំហាត់ចូលឆ្លើយនឹងសំណួរខាងក្រោមដើម្បីវាយតម្លៃខ្លួនឯងទី1តើអ្នកស្វែងរកតែរឿងល្អក្នុងគ្រប់ស្ថានភាពដែរទេទី2តើអ្នកចោះសម្រងជាមួយនឹងមនុស្សគ្រប់ប្រភេទដែរទេទី3តើអ្នកព្យាយាមបង្កើតការគោរពខ្លួនឯងនិងអ្នកដទៃដែរឬទេទី4តើអ្នកទទួលស្គាល់អ្នកដទៃក្នុងគ្រប់រឿងដែលគេមានដែរឬទេនិងទី5តើអ្នកជាអ្នកស្ដាប់ដែលល្អដែរឬទេទំនាក់ទំនងអស្ចារ្យក្នុងការសិក្សាទំនាក់ទំនងដ៏អស្ចារ្យរបស់មនុស្សមានច្បាប់សំខាន់មួយយ៉ាងដែលយើងហៅថាច្បាប់នៃការព្យាយាមផ្លូវវាងច្បាប់នេះនិយាយថាក្នុងកិច្ចដំណើរការរបស់យើងដែលមានទំនាក់ទំនងជាមួយនឹងអ្នកដទៃយើងនឹងទទួលបានអ្វីដែលយើងត្រូវការដោយប្រយោលយើងមានសេចក្តីសុខមិនមែនព្រោះតែយើងព្យាយាមធ្វើឲ្យខ្លួនឯងមានសេចក្តីសុខទេតែព្រោះតែយើងចូលរួមកិច្ចដំណើរការក្នុងជីវិតប្រចាំថ្ងៃដែលយើងរកឃើញថាមានតម្លៃសម្រាប់យើងវិធីល្អបំផុតដែលនឹងធ្វើឲ្យអ្នកស្រឡាញ់ចូលចិត្តអ្នកចូលអ្នកផ្ដល់ក្តីស្រឡាញ់ដល់អ្នកដទៃជាមុនហើយបើយើងត្រូវការឲ្យអ្នកដទៃគោរពយើងត្រូវតែគោរពអ្នកដទៃជាមុនសិនមនុស្សយើងមានគុណសម្បត្តិគ្រប់គ្រាន់ឬអត់អាស្រ័យត្រង់ថាគេអាចធ្វើខ្លួនឲ្យចោះសម្រងនឹងមនុស្សច្រើនប្រភេទបានឬអត់អ្នកដែលគោរពខ្លួនឯងនឹងអាចចោះសម្រងជាមួយនឹងអ្នកដទៃបានដោយងាយបង្កើតការទទួលខុសត្រូវនិងធ្វើជាចៅហ្វាយនាយខ្លួនឯង
យើងបានរៀនហើយថាភាពជោគជ័យមានផ្លូវដែលជាក់លាក់ដែលប្រព្រឹត្តទៅតាមច្បាប់ចក្រវាឡគឺច្បាប់នៃហេតុនិងផលហើយគ្មានអ្នកណាមកទទួលខុសត្រូវចំពោះភាពជោគជ័យរបស់យើងក្រៅពីខ្លួនយើងនោះទេយើងគឺជាអ្នកចាប់ផ្ដើមហើយត្រូវចាប់ផ្ដើមតាំងពីក្នុងគំនិតដូច្នេះចាប់ពីពេលនេះទៅយើងត្រូវតែកំណត់ថាយើងត្រូវទទួលខុសត្រូវចំពោះខ្លួនឯងនិងអនាគតរបស់ខ្លួនការដែលយើងអាចទទួលខុសត្រូវបានយើងត្រូវធ្វើជាចវាយនីខ្លួនឯងមានន័យថាយើងត្រូវគ្រប់គ្រងខ្លួនឯងយើងត្រូវបង្កើតទម្លាប់ដែលនឹងនាំទៅរកភាពជោគជ័យហើយយើងត្រូវអភិវឌ្ឍយុទ្ធសាស្ត្រឆ្ពោះទៅរកភាពជោគជ័យដោយយកតាមគំរូបុគ្គលដែលជោគជ័យមុនយើងមានរឿងជាច្រើនដែលយើងរៀនដឹងពីកំណើតពេលយើងកើតមកខ្លួនយើងឬគំនិតរបស់យើងប្រៀបដូចជាក្រណាត់សមួយផ្ទាំងបន្ទាប់មកក៏ត្រូវបន្ថែមពើពីអ្នកដែលចិញ្ចឹមយើងពីហេតុការណ៍ជុំវិញខ្លួននិងបទពិសោធន៍របស់យើងរហូតធ្វើឲ្យខ្លួនយើងคล้ายជាក្រណាត់ដែលមានពើស្រស់ស្អាតឬអាចជាពើប្រឡាក់បានយ៉ាងណាក្តីចិត្តគំនិតរបស់យើងអាចរៀនអ្វីថ្មីឬលុបចោលរឿងចាស់បានដូច្នេះអ្វីដែលល្អស្រាប់យើងអាចអភិវឌ្ឍឲ្យកាន់តែល្អឡើងរឿងដែលមិនល្អយើងក៏អាចលុបចេញពីខួរក្បាលឬចិត្តគំនិតរបស់យើងឲ្យអស់បានហើយប្រុងប្រយ័ត្នមិនឲ្យរឿងមិនល្អចូលមករំខានចិត្តបានតើពាក្យថាល្អឬមិនល្អគួរសំដៅទៅលើអ្វីដែលល្អគឺអ្វីដែលមានប្រយោជន៍ចំពោះជីវិតរបស់យើងដោយមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយនិងមិនមែនជារឿងខុសច្បាប់ឬខុសសីលធម៌ចំណែករឿងដែលមិនល្អគឺជាអ្វីដែលផ្ទុយពីអ្វីដែលបានរៀបរាប់ខាងលើការដែលយើងចាត់ទុកថាអ្វីល្អអ្វីមិនល្អកើតចេញពីជំនឿរបស់យើងបើជំនឿរបស់យើងឈរនៅលើមូលដ្ឋានល្អស្រាប់អ្វីដែលយើងជឿថាល្អក៏នឹងក្លាយជារឿងល្អសម្រាប់យើងតែបើជំនឿរបស់យើងខុសអ្វីដែលយើងគិតថាល្អក៏នឹងក្លាយជារឿងដែលមិនល្អក៏ថាបានដូច្នេះច្បាប់និងសីលធម៌ព្រមទាំងតម្លៃដែលសង្គមរបស់យើងប្រកាន់ខ្ជាប់អាចប្រើជាមូលដ្ឋានដែលអាចប្រាប់យើងបានថាអ្វីល្អអ្វីមិនល្អយ៉ាងណាក្តីពេលយើងមានបទពិសោធន៍ច្រើនឡើងយើងអាចនឹងឃើញថាតម្លៃដែលសង្គមប្រកាន់ខ្ជាប់មិនមែនសិតតែល្អទេដូចជាសង្គមដែលប្រើលុយខ្ជិះខ្ជាសង្គមដែលប្រើអំណាចគៀបសង្កត់ជាដើមសិតតែមិនមែនជាមូលដ្ឋានដែលសង្គមគួរប្រកាន់ខ្ជាប់ទើបយើងអាចប្រើបទពិសោធន៍របស់យើងជ្រើសរើសអ្វីដែលយើងជឿដោយខ្លួនឯងថាល្អឬមិនល្អនៅពេលក្រោយចូលឆ្លើយនឹងសំណួរខាងក្រោមដើម្បីវាយតម្លៃខ្លួនឯងទី1តើអ្នកលឺខ្លួនឯងនិយាយដូចដែលឪពុកម្ដាយនិយាយទៅកាន់អ្នកជាញឹកញាប់ដែរឬទេទី2តើអារម្មណ៍ខ្លាចភាពបរាជ័យធ្វើឲ្យយើងហ៊ានធ្វើអ្វីដែរឬទេទី3តើអ្នកទទួលយកការរិះគន់ដោយអារម្មណ៍ត្រូវគំរាមកំហែងដែរឬទេទី4តើអ្នកបារម្ភពីគំនិតរបស់អ្នកដទៃច្រើនជ្រុលដែរឬទេទី5តើអ្នកទទួលយកការទទួលខុសត្រូវលើជីវិតនិងទង្វើរបស់ខ្លួនឯងដែរឬទេបើអ្នកបានឆ្លើយនឹងសំណួរខាងលើរួចទៅហើយអ្នកក៏នឹងបានដឹងថាសេចក្តីខ្លាចកើតឡើងពីខ្លួនអ្នកតាំងពីពេលណាហើយវាជះឥទ្ធិពលចំពោះជីវិតរបស់អ្នកយ៉ាងដូចម្តេចបន្ទាប់មកនឹងអាចសម្រេចចិត្តបានថាអ្នកនឹងធ្វើអ្វីដើម្បីផ្លាស់ប្ដូរសេចក្តីខ្លាចឲ្យคล้ายទៅជាថាមពលដែលត្រឹមត្រូវបានកំចាត់ទម្លាប់អវិជ្ជមាន Brian Tracy និយាយថាទម្លាប់អវិជ្ជមានកើតពីពាក្យថាខ្ញុំត្រូវតែដែលរៀនដឹងពេលមនុស្សយើងត្រូវធ្លាក់ជានុយរបស់ក្តីស្រឡាញ់ដែលមានលក្ខខណ្ឌក្តីស្រឡាញ់ដែលមានលក្ខខណ្ឌនេះកើតឡើងពេលដែលឪពុកម្ដាយបង្ហាញឲ្យក្មេងយល់យ៉ាងច្បាស់ថាគេនឹងទទួលបានក្តីស្រឡាញ់លុះត្រាតែធ្វើរឿងដែលឪពុកម្ដាយទទួលយកបានតែប៉ុណ្ណោះទម្លាប់អវិជ្ជមានដែលបង្កប់នៅក្នុងចិត្តនឹងនាំគេទៅរកសេចក្តីខ្លាចថានឹងត្រូវបដិសេធតាំងពីនៅតូចដែលនឹងបង្ហាញចេញមកឬក៏កើតអារម្មណ៍នោះពេលដែលគេធំឡើងដោយការបារម្ភថាអ្នកដទៃគិតមកខ្លួនមិនល្អយើងអាចកំចាត់ទម្លាប់អវិជ្ជមាននេះបានដោយការបញ្ចូលគំនិតថ្មីហើយគំនិតដែលមានថាមពលខ្លាំងបំផុតដែលយើងនាំយកមកប្រើបានគឺខ្ញុំចូលចិត្តខ្លួនឯងគន្លឹះសំខាន់នៃភាពជោគជ័យគឺការគ្រប់គ្រងចិត្តគំនិតដោយការគិតដល់តែអ្វីដែលយើងចង់ឲ្យវាសម្រេចជោគជ័យនិងគិតតែពាក្យថាខ្ញុំចូលចិត្តខ្លួនឯងខ្ញុំស្រឡាញ់ខ្លួនឯងការទទួលខុសត្រូវចំពោះគ្រប់យ៉ាងដែលកើតឡើងក្នុងជីវិតគឺជាភស្តុតាងសំខាន់ដែលប្រាប់ថាយើងក្លាយជាមនុស្សចាស់ទុំហើយដូច្នេះយើងនឹងប្រាប់បានថាអ្នកណាមានគំនិតចាស់ទុំហើយឬនៅដោយមើលថាគេមានការទទួលខុសត្រូវចំពោះខ្លួនឯងកម្រិតណា
ការទទួលខុសត្រូវមានន័យថាចាប់ពីពេលនេះទៅយើងនឹងមិនដោះសារទៀតឡើយពេលយើងមានការទទួលខុសត្រូវចំពោះខ្លួនឯងខ្ពស់វាក៏នឹងមានផលចំពោះអារម្មណ៍ថាយើងគ្រប់គ្រងជីវិតខ្លួនឯងបាននិងធ្វើឲ្យវាកើតអារម្មណ៍វិជ្ជមានអារម្មណ៍អវិជ្ជមានទាំងអស់បង្ហាញនៅក្នុងអារម្មណ៍ខឹងដែលអាចបង្ហាញចេញខាងក្នុងនិងក្រៅអារម្មណ៍អវិជ្ជមានដែលនៅក្នុងខ្លួនយើងគឺជាប្រតិកម្មតបស្នងចំពោះស្ថានភាពផ្សេងៗបើយើងមិនខ្វល់ពីវាក៏នឹងមិនអាចបង្កការឈឺចាប់អ្វីដល់យើងបានឡើយយើងក៏នឹងមានអារម្មណ៍អវិជ្ជមានលុះត្រាតែយើងបន្ទោសអ្នកដទៃឬក៏ស្ថានភាពដែលយើងមិនពេញចិត្តហើយបន្ទាប់ពីយើងឈប់បន្ទោសខ្លួនឯងឬអ្នកដទៃអារម្មណ៍អវិជ្ជមាននឹងឈប់តាមយើងឈប់ស្ដីបន្ទោសដោយការនិយាយថាខ្ញុំទទួលខុសត្រូវខ្លួនឯងខ្ញុំទទួលខុសត្រូវខ្លួនឯងរាល់លើកដែលអ្នកណាម្នាក់ឬក៏ស្ថានភាពណាមួយធ្វើឲ្យយើងខឹងសម្រាប់ការនិយាយប្រយោគថាខ្ញុំចូលចិត្តខ្លួនឯងនិងប្រយោគខ្ញុំទទួលខុសត្រូវចំពោះខ្លួនឯងក៏ជាប្រយោគដែលមានថាមពលវិជ្ជមានដែលធ្វើឲ្យយើងទទួលខុសត្រូវនិងចេះគ្រប់គ្រងគំនិតអារម្មណ៍និងជីវិតរបស់យើងបាន